សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើសម្លស្ងោរជ្រក់ក្បាលត្រីប្រាជាមួយនឹងម្ទេសខៀវជូរអែមហើយគ្រឿងផ្សំមានដូចជាខ្ទឹមសហើយនឹងម្ទេសស្លឹកក្រូចសើចគល់ស្លឹកគ្រៃហើយបន្តមកទៀតមានដូចជាម្សៅស៊ុបខ្នុរប៊ីចេងហើយនឹងស្ករសហើយនឹងចំនួនក្បាលត្រីឆ្ដោនេះចំនួន1គីឡូកន្លះហើយនឹងជីស្ងោរជ្រក់បន្តមកទៀតយើងត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះណាយើងត្រូវដាក់ទឹកបរិមាណដែលយើងអាចហូបគ្រាន់ណាអញ្ចឹងយើងបើកឲ្យភ្លើងមកបន្តមកទៀតយើងក្រោបឆ្ងោរដើម្បីឲ្យទឹកវាពុះហើយឥឡូវនេះយើងឃើញថាទឹកយើងបានពុះហើយដល់ពេលយើងទុកចោល10នាទីអញ្ចឹងយើងត្រូវបង់ដូចជាខ្ទឹមសចូលម្ទេសស្លឹកក្រូចសើចគល់គ្រៃហ្នឹងហើយដាក់ចូលមកដាក់គល់ដាក់លក្ខខណ្ឌសើចច្រើនដើម្បីឲ្យកុំឲ្យវាឆ្អាបណាព្រោះដោយសារក្បាលត្រីគឺវាឆ្អាបវាដូចសាច់គោទេបន្តមកទៀតគឺខ្ញុំដាក់ដុំស៊ុបខ្នុរចំនួន2ដុំចូលហើយខ្ញុំបិទគម្របវារយៈពេល5-6នាទីហើយសម្រាប់ខ្ញុំភាគច្រើនគឺខ្ញុំលួចអំបិលបន្តិចបន្តិចទៅពេលនេះយើងឃើញថាទឹកត្រូវបានពុះហើយអញ្ចឹងយើងបង់ក្បាលត្រីឆ្ដោចូលដែលយើងលាងហើយហ្នឹងចំនួន1គីឡូកន្លះហ្នឹងយើងដាក់ចូលទៅដើម្បីយើងរងាស់វាឲ្យឆ្អិនទុកចោលរយៈពេល10នាទីទៅ15នាទីទៅគឺត្រីក្បាលត្រីយើងហ្នឹងគឺឆ្អិនហើយអញ្ចឹងយើងអាចដាក់គ្រឿងបានហើយចំនួន1គីឡូកន្លះហ្នឹងគឺច្រើនមែនទែនក្បាលត្រីឆ្ដោណាអញ្ចឹងយើងបិទគម្របវាចោលទៅដើម្បីឲ្យវាពុះម្ដងទៀតដើម្បីឲ្យសាច់ត្រីឆ្អិនមកទីមកយើងកូរវាមកឲ្យវាស្មើគ្នាមកស្មើទឹកគឺសម្លនេះក៏យើងធ្វើក្តៅណាយើងហត់គឺឆ្ងាញ់មែនទែនយើងបើកហ្គាសយើងតិចទៅដើម្បីឲ្យទឹកស្លយើងក្តៅរហូតអញ្ចឹងគឺយើងហូបទៅគឺមានរសជាតិឆ្ងាញ់បីត្រជាក់អត់សូវឆ្ងាញ់ទេដោយសារត្រីវាឆ្អាបអញ្ចឹងបើសិនជាយើងបើកហ្គាសឲ្យបន្តិចគឺធ្វើឲ្យរសជាតិហ្នឹងគឺនៅតែវាអត់ឆ្អាបណាអ្នកនរគ្នាហើយឆ្ងាញ់ទៀតហើយនេះយើងឃើញថាស្លយើងបានពុះហើយអញ្ចឹងយើងដួសសាច់ពុះវាចេញមកពុះវាហ្នឹងពុះត្រីហ្នឹងអញ្ចឹងយើងដួសវាចេញមកឥឡូវត្រីយើងចាប់ដើមចង់ឆ្អិនបតាគឺភាគច្រើនគឺត្រីគឺឆ្អិនលឿនណាស់ត្រីណាវាអត់ដូចប្រភេទហើយឆ្អឹងគោឆ្អឹងអីទេវាគោវាអីទេគឺត្រីវាឆាប់ឆ្អិនលឿនណាស់ឥឡូវនេះយើងថាវាចាប់ដើមពុះហើយឥឡូវនេះយើងឃើញថាទឹកស្លយើងបានឆ្អិនហើយបន្ទាប់ពីយើងរងាស់ចូល10នាទីមកអញ្ចឹងយើងសម្រាប់ខ្ញុំលួចទឹកត្រីបន្តិចដើម្បីឲ្យរសជាតិវាឈ្ងុយណាអ្នកនរគ្នាឲ្យវាឈ្ងុយហើយបន្តមកទៀតគឺខ្ញុំបង់ម្សៅស៊ុបចូលបង់ប៊ីចេងចូលមកប៊ីចេងបងស្ករបន្តមកទៀតយើងភ្លក់ទៅតាមចំណងចូលចិត្តរបស់យើងថារសជាតិវាប្រៃឬមួយក៏សាបឬមួយក៏ប្រៃផ្អែមអីចឹងទៅយើងដាក់តាមចំណូលចិត្តរបស់យើងទៅសម្រាប់ខ្ញុំហូបប្រៃអញ្ចឹងគឺខ្ញុំប្រើអំបិលតិចទៅលួចតិចទៅហើយនឹងទឹកត្រីបន្តិចដើម្បីឲ្យវាឈ្ងុយណាឥឡូវនេះយើងភ្លក់មកព្រោះថារសជាតិវាល្មមដែលអាច
ហូបបានហើយយើងឥឡូវនេះខ្ញុំឃើញថាសឡខ្ញុំល្មមហើយប៉ុណ្ណឹងល្មមមកយើងដុសពពុះវាចោលមកនេះពុះវាហ្នឹងហើយខ្ញុំបុកចេញវាអស់មកបន្តមកទៀតគឺខ្ញុំប្រើម្ទេសខៀវនេះម្ទេសខៀវនេះឲ្យជាទូទៅអ្នកដែលចូលចិត្តហូបម្ទេសគឺដាក់ឲ្យច្រើនទៅហើយបើសម្រាប់អ្នកដែលអត់ចូលចិត្តទេដាក់ល្មមទៅសម្រាប់ខ្ញុំដាក់2000វាស្មើចិត្ត100ម្ទេសហើយអញ្ចឹងយើងដាក់ចូលមករងាស់វាចោលទៅដើម្បីឲ្យវាចូលជាតិណាចូលជាតិម្ទេសនៅក្នុងហើយនេះហ្នឹងក្នុងសឡយើងហ្នឹងហើយបើមុននឹងយកទៅហូបយើងបើកហ្គាសឲ្យក្តៅពុះខូចមកយើងយកទៅហូបវាគឺឆ្ងាញ់មែនទែនថែមក្រូចឆ្មាថែមជីថែមអីមកគឺរសជាតិវាគឺឆ្ងាញ់បើកហ្គាសចោល10នាទី5នាទីទៅដើម្បីឲ្យម្ទេសនឹងវាចូលជាតិជាមួយនឹងទឹកសឡយើងណាហើយនេះយើងឃើញថាសឡខ្ញុំឆ្អិនហើយអញ្ចឹងខ្ញុំបងជីអំបូងជីអាណាចូលទៅដើម្បីឲ្យវារសជាតិឈ្ងុយណាប៉ុណ្ណឹងមកហើយគុយឆ្មាខ្ញុំចាំដាក់នៅពេលក្រោយពេលដែលខ្ញុំយកទៅហូបគឺខ្ញុំបើកហ្គាសតិចមកដើម្បីឲ្យវាពុះខូចមកអញ្ចឹងគឺយើងក្តៅយើងបាយទៅវាឆ្ងាញ់ឥឡូវសឡនេះហើយគុយឆ្មាតោះតែខ្ញុំយកទៅដាក់លើហ្គាសម្ដងទៀតបើខ្ញុំច្របាច់គុយឆ្មាចូលអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួយ Subscribe និង Follow page ម្នាក់មួយផង